ចូលដល់វ័យចំណាស់មនុស្សយើងម្នាក់ខ្លាចអ្វីជាងគេមិនខ្លាចការខ្វះខាតមិនខ្លាចភាពឯកាតែខ្លាច3ចំណុចតូចៗខាងក្រៅដែលអាចធ្វើឲ្យចិត្តយើងម្នាក់ធ្ងន់ពាកបីដូចជាភ្នំសង្កត់លើទី1ខ្លាចបំផុតនៅពេលមានរឿងថ្នាក់ជាមួយកូនចៅក្នុងមួយជីវិតទម្លាប់រស់នៅតែម្នាក់ឯងដល់ពេលចាស់ជរាបែរជារស់ពឹងពាក់លើកូនចៅដោយទ្រាំសម្លឹងមុខកូនបង្កើតនិងកូនប្រសាជារៀងរាល់ថ្ងៃមោទកភាពនិងការអត់ធ្មត់របស់មនុស្សចាស់មានទំហំធំធេងណាស់ទោះជាមិនបាននិយាយចេញតែក្នុងចិត្តសែនឈឺចាប់ពីអតីតកាលធ្លាប់បង្រៀនពួកកូនឲ្យរៀនដើរឲ្យរៀនហូបនិងរៀននិយាយតែពេលនេះត្រូវបង្ខំចិត្តស្ងាត់ស្ងៀមក្នុងពេលទទួលទានបាយជាលក្ខណៈគ្រួសារបង្ខំចិត្តរៀនទទួលយកនៅក្រសែភ្នែកពពួកកូនចៅដែលមានការនឿយហត់ដោយសារតែពួកយើងជាឪពុកម្ដាយទី2ខ្លាចបំផុតខ្លាចមិនអាចគិតគូរបានចំពោះខ្លួនឯងមនុស្សទាំងអស់មិនអាចប្រឆាំងនឹងច្បាប់ធម្មជាតិមានការកើតចាស់ឈឺនិងស្លាប់ប៉ុន្តែបើសិនជារស់ដោយពឹងផ្អែកទៅលើបាយមួយម៉ាត់ទឹកមួយដំណក់ជាមួយកាយវិការរញីរញោវាគឺជាស្រមោលខ្មៅមួយដែលគួរឲ្យខ្លាចជាងសេចក្តីស្លាប់នៅពេលចាស់ជរាអ្នកណាក៏ចង់បានការវិលទៅវិញដោយថ្មិចភ្នែកដេកលង់លក់ប្រៀបដូចជាសុបិនប៉ុន្តែដោយពុំទាន់បានជំរះបញ្ជីជាមួយឆាកជីវិតកម្មផលនៅប្រទះក្រឡាដូចនេះមានតែស៊ូទ្រាំស្ថិតក្នុងការឃុំឃាំងរបស់រាងកាយដែលនឿយហត់ដោយគ្មានទំនុកចិត្តខ្លួនឯងទីបញ្ចប់ខ្លាចបំផុតខ្លាចកូនចៅមិនបានស្រឡាញ់យើងតទៅទៀតពិភពលោកមិនថិតទេជីវិតមនុស្សមានភាពផុយស្រួយមនុស្សមិនអាចរារាំងភាពចាស់ជរាបានរាល់ព្រឹកក្រៅពីដំណេកមនុស្សចាស់តែប្រាថ្នាចង់បាននៅក្រសែភ្នែកដ៏ស្រទន់សម្ដីផ្អែមល្ហែមរបស់កូនចៅដែលមើលនិងនិយាយមកកាន់ខ្លួនគឺវាគ្រប់គ្រាន់ណាស់ទៅហើយមួយឆាកជីវិតឪពុកម្ដាយតែងតែចង់បានឲ្យកូនចៅរបស់ខ្លួនធ្វើជាមនុស្សល្អទទួលបាននូវភាពជោគជ័យរីករាយនិងសុភមង្គលតើមានកូនចៅប៉ុន្មាននាក់ដែលធ្លាប់សួរខ្លួនឯងថាបានបំពេញនូវតួនាទីជាកូនកតញ្ញូហើយឬនៅពេលវេលាប្រៀបដូចជាស្រមោលដែលជះនៅតាមបង្អួចវានឹងរសាត់ចេញទៅដោយស្ងៀមស្ងាត់មិនបានប៉ុន្មានផងពួកកូននឹងធំពេញវ័យចំណែកឯឪពុកម្ដាយឈានចូលវ័យចំណាស់តាំងពីពេលណាក៏ពុំបានដឹងដូច្នេះបើអាចធ្វើបានសូមកុំទុកឲ្យសេចក្តីភ័យខ្លាចរបស់ឪពុកម្ដាយคล้ายទៅជាការ